អនុប្រធានាធិបតីសហរដ្ឋអាមេរិកថាការធ្វើតេស្តនុយក្លេអ៊ែរជារឿងចាំបាច់ដើម្បីការពារសន្តិសុខជាតិទីក្រុង Washington អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បាននិយាយការពារចំណាត់ការរបស់រដ្ឋាភិបាលលោកពាក់ព័ន្ធទៅនឹងគម្រោងធ្វើតេស្តអាវុធនុយក្លេអ៊ែរដោយដែលលោកត្រាំបានប្រកាសកាលពីម្សិលមិញលោក Vance យល់ថាវិធានការនេះជាការចាំបាច់ដើម្បីការពារសន្តិសុខជាតិរបស់អាមេរិកគិតទៅរយៈពេល33ឆ្នាំមកហើយដែលសហរដ្ឋអាមេរិកធ្វើតេស្តនុយក្លេអ៊ែរលើកចុងក្រោយរបស់ខ្លួនកាលពីឆ្នាំ1992លោក Vance ថ្លែងថាវាជារឿងសំខាន់ដែលយើងត្រូវធ្វើឲ្យប្រាកដថាឃ្លាំងអាវុធរបស់យើងនៅតែដំណើរការជាប្រក្រតីបាននិយាយឲ្យច្បាស់ទៅយើងដឹងថាឃ្លាំងអាវុធដំណើរការជាប្រក្រតីពិតមែនហើយក៏ប៉ុន្តែយើងត្រូវតែត្រួតពិនិត្យជាប់ជាប្រចាំលោកត្រាំចង់ធ្វើឲ្យប្រាកដថាយើងធ្វើកិច្ចការនេះអាមេរិកមានឃ្លាំងអាវុធនុយក្លេអ៊ែរធំទូលាយរុស្ស៊ីក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរធំទូលាយដែរចិនក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរធំទូលាយដូចគ្នាលោកយល់ថាមិនគួរទុកនុយក្លេអ៊ែរនៅក្នុងឃ្លាំងរហូតដល់ច្រេះចាប់នោះទេយើងត្រូវតែបញ្ចេញនុយក្លេអ៊ែរមកធ្វើតេស្តយូរម្ដងដើម្បីធានាថាវានៅតែដំណើរការជាធម្មតាការថ្លែងដូចនេះមួយថ្ងៃបន្ទាប់ពីលោកត្រាំប្រកាសតាមបណ្ដាញសង្គមថាលោកបានចេញបញ្ជាទៅក្រសួងការពារជាតិដើម្បីចាប់ផ្ដើមធ្វើតេស្តនុយក្លេអ៊ែរជាថ្មីបន្ទាប់ពីខកខានអស់រាប់សិបឆ្នាំលោកដូណាល់ត្រាំថាប្រទេសកាន់អំណាចនុយក្លេអ៊ែរដទៃទៀតចាប់ដើមធ្វើតេស្តអាវុធនេះជាបណ្ដាដូច្នេះយើងត្រូវតែធ្វើតេស្តឲ្យសមាមាត្រនឹងអំណាចទាំងនោះលោក J.D. Vance ក៏សម្គាល់ថាការធ្វើតេស្តនុយក្លេអ៊ែរលើកនេះមិនមែនមានន័យថាពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភនោះទេក៏ប៉ុន្តែនេះគឺជាផ្នែកមួយនៃការថែរក្សានិងការផ្ទៀងផ្ទាត់ដើម្បីចង់ដឹងថាតើនុយក្លេអ៊ែរនៅតែដំណើរការធម្មតាដែរឬទេដើម្បីគ្រប់គ្រងស្ថិរភាពជាយុទ្ធសាស្ត្ររបស់អាមេរិកវាគឺជាផ្នែកដ៏សំខាន់មួយនៃការថែរក្សាសន្តិសុខជាតិរបស់អាមេរិកដើម្បីធ្វើឲ្យប្រកាសថាឃ្លាំងអាវុធរបស់ខ្លួនអាចដំណើរការដោយគ្មានបញ្ហាសូមរំលឹកថាបន្ទាប់ពីលោកត្រាំប្រកាសពីគម្រោងធ្វើតេស្តនុយក្លេអ៊ែរប្រទេសចិននិងរុស្ស៊ីចាប់ផ្ដើមបញ្ចេញប្រតិកម្មជាបណ្ដាប្រទេសចិនសង្ឃឹមថាអាមេរិកនឹងគោរពទៅតាមសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរចំណែកអ្នកនាំពាក្យវិមានកម្លាំងបញ្ចេញប្រតិកម្មដោយប្រយ័ត្នប្រយែងវិមានកម្លាំងថាបើអាមេរិកធ្វើតេស្តនុយក្លេអ៊ែររដ្ឋាភិបាលរបស់ខ្លួននឹងធ្វើតេស្តនុយក្លេអ៊ែរដែរចំពោះសំណួរថាតើនេះគឺជាការរត់ប្រណាំងរឿងគ្រឿងសព្វាវុធសារជាថ្មីដែរឬទេអ្នកនាំពាក្យវិមានកម្លាំងឆ្លើយតបថាមិនប្រកាសជាដូចនេះទេនេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters និងប្រភពដទៃផ្សេងទៀត